សិល្បករដែលផលិតកង់រទេះបុរាណតាំងពីមួយជំនាន់ទៅមួយជំនាន់ទីនេះប្រជាជនប៉ាគីស្ថានមានទីកន្លែងផលិតកង់រទេះដែលធ្វើចេញពីឈើជាលក្ខណៈគ្រួសារតិចតួចបំផុតការវាស់កាត់ខ្នាតសម្រាប់ជ្រៀកឈើធ្វើជារង្វង់ពិតជាមានភាពច្បាស់លាស់និងត្រូវបានដាប់ប្រឡោះរុនឈើម្ដងមួយដើម្បីផ្គុំចូលឲ្យคล้ายជារង្វង់ដ៏ស្រស់ស្អាតក្បួនបុរាណទាំងនេះក៏បានរួមបញ្ចូលសិល្បៈសម័យដោយបានយកដែកបន្ទះមកកាត់ជាកង់វាស់ខ្នាតឲ្យប៉ុនរង្វង់កង់ឈើត្រូវយកដែកទៅផ្សារឲ្យជាប់គ្នាហើយយកដែកដែលផ្សាររួចទាំងនោះយកទៅដុតឲ្យក្តៅដើម្បីយកមកដំជាមួយរង្វង់កង់រទេះឈើឲ្យស្មើសាច់និងងាយស្រួលក្នុងការដំទាញកុំឲ្យវាយខ្នងពិបាកក្នុងការប្រើប្រាស់រឹតតែជួយបន្ថែមឲ្យខ្នងកង់មានសភាពរឹងមាំខ្លាំងជាចុងក្រោយសិល្បករជំនាញបានយកជ័រកៅស៊ូមកដំពីលើនិងធ្វើឲ្យវាមានសភាពងាយស្រួលក្នុងការប្រើប្រាស់លើផ្លូវសាធារណៈសូមជួយ like share ដើម្បីបានព័ត៌មានថ្មីៗបន្តទៀត